សួរបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាមកជួបជាមួយខ្ញុំទៀតហើយបងប្អូនចាថ្ងៃនេះតែមានវិធានបទអីដើម្បីមកចែករំលែកបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាចាមានបងប្អូនចាមានវិធានបទថ្មីមួយទៀតគេថាអំណាចធម៌ពលនៅក្នុងខ្លួនរបស់យើងចាតែយើងគួរដឹងថាព្រោះយើងម្នាក់ចាកើតនៅលើផែនដីមួយនេះចាតែកើតមកគឺមកបកកែអស់ចាខ្លាំងគ្រប់គ្នាបងប្អូនចាអត់មាននរណាអត់បកកែបុគ្គលលើលោកគេជោគជ័យបានចាយើងក៏មានសមត្ថភាពជោគជ័យដូចគេដែរចាប៉ុនខុសត្រង់អីបងប្អូនចាខុសត្រង់ការគិតហើយនឹងសកម្មភាពទាំងវើរបស់យើងចាដោយសារអីដោយសារការគិតនឹងឯងចាបើសិនជាយើងគិតថាជីវិតរបស់យើងមិនអាចទៅមុខរួចចាបងប្អូនកុំសង្ឃឹមថាទៅមុខរួចចាព្រោះអីយើងគិតយើងដាក់ដំណើរឲ្យជីវិតរបស់យើងហើយចាប៉ុន្តែបើសិនជាការគិតរបស់យើងគិតថាយើងនឹងធ្វើបាននោះគ្រប់យ៉ាងយើងនឹងពុះពៀចាគ្រប់ឧបសគ្គយើងដែលយើងគិតហ្នឹងចាដែលយើងគិតហើយយើងជឿថាជីវិតរបស់យើងគេធ្វើបានយើងក៏ធ្វើបានចាអញ្ចឹងយើងក៏ធ្វើបានដែរប៉ុន្តែបើសិនជាយើងដាក់គំនាបខ្លួនឯងថាយើងមិនអាចទៅរួចយើងចេះយើងចុះចាយកខ្លួនឯងទៅប្រៀបធៀបឲ្យជន់ផលិតខ្លួនឯងចានោះជីវិតរបស់យើងគឺនៅលិចនៅនឹងបងប្អូនចាក្រាបនៅនឹងអត់អាចទៅមុខរួចទេសំបីតែសោយក៏សោយអត់សមដែរចាអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកឲ្យបងប្អូនចាដឹងពីអំណាចធម៌ពលដែលនៅក្នុងខ្លួនរបស់យើងចាគេហៅថាអំណាចធម៌ពលចាចក្រាទាំង7ដែលនៅក្នុងខ្លួនរបស់យើងចាមនុស្សម្នាក់កើតមកគឺមានស្រេចស្រាប់តាំងពីកំណើតចាហើយពេលដែលយើងដឹងអំពីអំណាចចក្រាទាំង7របស់យើងចាធ្វើឲ្យយើងចាមានធម៌ពលចិត្តហើយសំខាន់ចាយើងដឹងថាខ្លួនយើងស្គាល់ខ្លួនឯងច្បាស់ទៀតចាពេលដែលយើងដឹងពីអំណាចធម៌ពលពេលដែលយើងរៀនចេះដឹងអំពីអំណាចធម៌ពលនៃចក្រាទាំង7ហ្នឹងបងចាហើយសម្រាប់ចក្រាទាំង7នឹងធម៌ពលមណ្ឌលធម៌ពលទាំង7នឹងតើយើងចាយើងគួរដឹងថាពេលណាដែលយើងត្រូវដែលយើងចក្រារបស់យើងបើកហើយពេលណាដែលចក្រារបស់យើងបិទចាបើសិនជាចក្រារបស់យើងបិទប្រឡប់មានន័យថាកម្លាំងធម៌ពលរបស់យើងមិនមានចាតែកម្លាំងធម៌ពលរបស់យើងមិនមានចាគឺស្មើនឹង0ណាបងប្អូនចាកម្លាំងធម៌ពលអត់មានន័យថាម៉េចមានន័យថាសូម្បីតែយើងធ្វើការក៏ធ្វើការទាំងបង្ខិតបង្ខំសូម្បីតែរូបរាងកាយខ្លួនឯងនេះក៏បន្ទាបបញ្ចុះតម្លៃមិនឲ្យតម្លៃខ្លួនឯងចាសូម្បីតែស្នាមញញឹមចាក៏កម្រមានចាញញឹមអត់ចេញពីចិត្តណាញញឹមដោយលាក់ទុកព្រួយបងប្អូនចាបងប្អូនដែលឃើញហីបងមនុស្សដែលញញឹមអមថាញញឹមអត់អស់ពីចិត្តណាញញឹមហើយប៉ុន្តែក្នុងចិត្តនេះនៅបៀមទុកព្រួយបងប្អូនចាអានោះក៏ខ្សោយធម៌ពលដែរចាឥឡូវបងប្អូនចាខ្ញុំមកចែករំលែកអំពីអំណាចនៃចក្រាទាំង7តើមិនដែលហៅថាចក្រារបស់យើងបិទហ្នឹងបងប្អូនណាប្លុកមិនឲ្យជីវិតរបស់យើងចារីកចម្រើនមិនឲ្យជីវិតរបស់យើងទៅមុខរួចមិនឲ្យយើងស្គាល់ខ្លួនឯងចាទី1បងប្អូនមិនមានភាពរីករាយនៅសុបាយចិត្តមិនមានភាពរីករាយមានភាពភ័យខ្លាចចាមានភាពភ័យខ្លាចមិនមានភាពរីករាយមិនមានក្តីស្រឡាញ់ចាយកឈ្នះចាយកឈ្នះភាពក្រីក្រអត់បាននោះមានន័យថាចក្រារបស់យើងត្រូវបានប្លុកចាហើយចក្រាយើងត្រូវប្លុកហ្នឹងរាងកាយរបស់យើងទទួលរងសម្ពាធអីខ្លះបងប្អូនចាគឺធ្វើឲ្យយើងមានសុខភាពអត់ល្អទី1ចាគឺយើងកើតជំងឺ stress បាក់ទឹកចិត្តចាទី2គឺមានបញ្ហាតម្រងនោមចាបញ្ហាតម្រងនោមបន្តបងម៉ូតលាមកអត់បានល្អចានោះមានន័យថាចក្រារបស់យើងត្រូវបានបិទហើយធ្វើម៉េចបានដឹងថាបានយើងទៅបើកចក្រារបស់យើងបានចាទៅបើកចក្រារបស់យើងបានយើងមានជំនឿជឿជាក់នៅលើខ្លួនឯងចាហើយសំខាន់ចាយើងផ្ដល់ក្តីស្រឡាញ់ភាពរីករាយសប្បាយចិត្តឲ្យខ្លួនឯងកាត់ចាហើយធ្វើម៉េចបានបាត់ចាបាត់នឹងអាភាពតុកស៊ីកមួម៉ៅអត់ចេះស្រឡាញ់ខ្លួនឯងចាគឺយើងទី1ចាគឺលំហាត់ប្រាណបងប្អូនចាយើងធ្វើលំហាត់ប្រាណជឿជាក់នៅលើខ្លួនឯងចាមានចិត្តមេត្តាចិត្តអភ័យទៅដល់មនុស្សជំនាញខ្លួនចានោះចក្រាទី1របស់យើងគឺត្រូវបើកឲ្យបងចាចក្រាទី1យកពីបើកហើយសំខាន់ចាយកឈ្នះភាពក្រីក្រមានន័យថាពេលចក្រាយើងបើកចាយើងរកស៊ីមុខរបរអីក៏រីកចម្រើនហើយសំខាន់យើងធ្វើដោយក្តីស្រឡាញ់ចាធ្វើដោយក្តីស្រឡាញ់ធ្វើដោយមានទំនុកចិត្តធ្វើដោយមានភាពជឿជាក់ចានោះចក្រា